ដើម្បីធ្វើជាគំរូគេនៅក្នុងការអនុវត្តស្មារតីស្នេហាជាតិនិយមនិងដើរតាមនយោបាយកំណត់អត្តសញ្ញាណជាតិឡើងវិញប្រធានាធិបតីតាជីគីស្ថានមិនខ្លាចនឹងកាត់តម្រឹមលុបចោលអក្សរ F នៅក្នុងឈ្មោះត្រកូលរបស់លោកដើម្បីធ្វើយ៉ាងណាឲ្យឈ្មោះរបស់លោកនេះលែងជាឈ្មោះរុស្ស៊ីដូចមុនក៏ប៉ុន្តែជាឈ្មោះតាជីគីស្ថានមានប្រជាជនរស់នៅប្រមាណ10លាននាក់ប្រទេសនៅអាស៊ីកណ្ដាលតាជីគីស្ថានមានប្រធានាធិបតីដែលផ្ដោតសាររើឡើងវិញនៅវប្បធម៌ហើយនិងអត្តសញ្ញាណជាតិត្រូវគេចាត់ទុកជាបិតាស្ថាបនិកសន្តិភាពនិងបង្រួបបង្រួមជាតិហើយកាន់អំណាចដឹកនាំតាជីគីស្ថានតាំងតែពីឆ្នាំ1992លោកប្រធានាធិបតីអេម៉ូម៉ាលីរ៉ាក់មុនបានធ្វើកំណែទម្រង់ច្បាប់ស្តីពីអត្រានុកូលដ្ឋានកាលពី10ឆ្នាំមុនដើម្បីពង្រឹងប្រជាសាស្ត្រហើយនិងអត្តសញ្ញាណជាតិតាជីគីស្ថាននៅឆ្នាំ2016គណៈកម្មាធិការភាសាបានបង្កើតបញ្ជីឈ្មោះតាជីគីស្ថានចំនួន3461ឈ្មោះដើម្បីឲ្យឪពុកម្ដាយជ្រើសរើសយកទៅដាក់ឲ្យកូនរបស់ខ្លួនចំណែកឈ្មោះដែលឃ្លាតចាកឆ្ងាយពេកពីវប្បធម៌ពាក់អ៊ីស្លាមដែលជាវប្បធម៌គោលរបស់តាជីគីស្ថានហើយនឹងឈ្មោះដែលមានអក្សរ F ដែលចប់ស្ដែងពីឥទ្ធិពលរបស់រុស្ស៊ីនឹងត្រូវអាជ្ញាធរបដិសេធមិនទទួលស្គាល់ជ្រិតផលកុមារតាជីគីស្ថានដែលកើតចាប់តាំងពីឆ្នាំ2016មកលែងមានឈ្មោះដែលមានពាក្យ F នៅក្នុងចុងកន្ទុយឬក៏លែងមានឈ្មោះអ៊ីស្លាមដូចជាយ៉ាស៊ីនអាប់មីរ៉ាឬក៏រីយ៉ាត់ជាដើមនៅក្នុងពិភពលោកមានប្រទេសមួយក្តាប់តូចដែលព្យាយាមរក្សាវប្បធម៌អត្តសញ្ញាណជាតិតាមរយៈការបង្កើតបញ្ជីឈ្មោះប្រចាំប្រទេសខ្លួនដោយគ្មានចម្លងឈ្មោះបរទេសក៏ប៉ុន្តែគេត្រឹមតែផ្ដល់អនុសាសន៍ណែនាំឲ្យប្រជាជនរបស់ខ្លួនប្រើប្រាស់នៅក្នុងស្រុកពលគឺមិនតឹងរឹងខ្លាំងពេកដូចជាតាជីគីស្ថានដែលចាប់តម្រូវឲ្យប្រជាជនត្រូវតែដាក់ឈ្មោះតាមបញ្ជីកំណត់របស់រដ្ឋាភិបាលនៅឆ្នាំ2019មេដឹកនាំតាជីគីស្ថានលោកអេម៉ូម៉ាលីហាក់មុននៅបាននិយាយក្តែងថាវាគឺជារឿងដ៏អាម៉ាស់ដែលគេត្រូវលើកតម្កើងវប្បធម៌បរទេសតាមរយៈការដាក់ឈ្មោះកូនចៅដែលមិនមែនជាឈ្មោះតាជីគីស្ថានបើតាមប្រធានាធិបតីតាជីគីស្ថានការដាក់ឈ្មោះបរទេសឲ្យកូនចៅយ៉ាងដូចនេះមនុស្សចំនួនក្រោយរបស់តាជីគីស្ថាននឹងកាន់តែឃ្លាតចាកឆ្ងាយពីប្រភពឫសគល់វប្បធម៌ជាប្រវត្តិសាស្ត្ររបស់តាជីគីស្ថានដែលបង្កើតនយោបាយកំណត់ឈ្មោះឲ្យប្រជាជនរបស់ខ្លួនយ៉ាងដូចនេះប្រធានាធិបតីតាជីគីស្ថានមានគោលដៅចង់បន្តិចបង្អាក់កុំឲ្យប្រជាជនយកឈ្មោះតាមក្រុមអ៊ីស្លាមជននិយមហើយនឹងដើម្បីទប់ស្កាត់ឥទ្ធិពលរុស្ស៊ីក្រៅតែពីហាមមិនឲ្យប្រជាជនដាក់ឈ្មោះអ៊ីស្លាមហើយតាជីគីស្ថាននៅបានបង្កើតច្បាប់ហាមមិនឲ្យស្ត្រីទទួលកំណត់លើក្បាលចំណែកឯមនុស្សប្រុសគ្មានសិទ្ធិទុកពុកចង្ការលោកអេម៉ូម៉ាលីហាក់មុនបារម្ភខ្លាចថាប្រជាជនតាជីគីស្ថាននេះគឺត្រូវក្រុមជីហាតអ៊ីស្លាមជននិយមឬក៏ក្រុមតាលីបង់នៅអាហ្វហ្គានីស្ថានអូសទាញឲ្យទៅប្រព្រឹត្តអំពើភេរវកម្មនៅទឹកដីបរទេសករណីបែបនេះគឺធ្លាប់មានកន្លងមកហើយនៅពេលអាញាធររុស្ស៊ីចាប់បានជនជាតិតាជីគីស្ថានដែលត្រូវគេសង្ស័យថាជាអ្នកលួចដាក់បំផ្ទុះគ្រាប់បែកនៅទីក្រុងមូស្គូចង់ឬមិនចង់នយោបាយកម្រិតចំនួនឈ្មោះដើម្បីធ្វើយ៉ាងណាឲ្យប្រជាជនមានតែឈ្មោះតាជីគីស្ថានគឺអាចប៉ះពាល់ទៅដល់ទំនៀមទម្លាប់ប្រពៃណីរបស់ប្រទេសអាស៊ីកណ្ដាលមួយនេះត្រូវដឹងថាផ្ទុយពីឈ្មោះនៅប្រទេសលោកខាងលិចឈ្មោះនៅតាជីគីស្ថានតែងតែមានភ្ជាប់ដោយនិមិត្តរូបអត្ថន័យជាប់ជានិច្ចឈ្មោះនីមួយៗមានអត្ថន័យពិសេសខុសប្លែកៗគ្នាទៅតាមស្ថានភាពថ្ងៃទីកន្លែងហើយនិងបំណងប្រាថ្នារបស់ឪពុកម្ដាយដែលរំលឹកអួតសរសើរប្រវត្តិសាស្ត្រដ៏រុងរឿងរបស់តាជីគីស្ថានដែលធ្លាប់មានព្រៀបទៅលើក្រុមអ៊ីស្លាមកាលពីអតីតកាលប្រធានាធិបតីតាជីគីស្ថានបាននិយាយដោយមិនលាក់លៀមថាមុនដំបូងគេបង្អស់គឺលោកត្រូវមានមោទនភាពជាជនជាតិតាជីគីស្ថានសិនបន្ទាប់មកចាំនិយាយអំពីសាសនាអ៊ីស្លាមមិនត្រឹមតែរឹតបន្តឹងមិនឲ្យប្រជាជនដាក់ឈ្មោះអ៊ីស្លាមមួយចំនួនប្រធានាធិបតីតាជីគីស្ថាននៅបានដាក់កម្រិតមិនឲ្យគេមានឈ្មោះដែលមានកន្ទុយពាក្យរុស្ស៊ី F លោកប្រធានាធិបតីអេម៉ូម៉ាលីរ៉ាក់មុនមានក្តីប្រាថ្នាចង់បន្សាបឥទ្ធិពលរុស្ស៊ីនៅក្នុងទឹកដីតាជីគីស្ថានដែលធ្លាប់ស្ថិតនៅក្រោមចំណុះរបស់សហភាពសូវៀតក៏ប៉ុន្តែដែលមើលទៅលើទីតាំងភូមិសាស្ត្រនយោបាយការពឹងផ្អែកសេដ្ឋកិច្ចតាជីគីស្ថានគឺមិនងាយនឹងដោះខ្លួនរួចចេញពីឥទ្ធិពលរបស់រុស្ស៊ីប្រជាជនតាជីគីស្ថានជាច្រើនម៉ឺនសែននាក់ចេញទៅធ្វើការនៅទឹកដីរុស្ស៊ីដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារនៅក្នុងស្រុក
ពួកគេមួយចំនួនបាននិយាយថាពួកគេមានមោទនភាពហើយចង់ក្លាយជាអ្នកជាតិនិយមស្នេហាជាតិក៏ប៉ុន្តែការលុបចោលនៅពាក្យ off ដើម្បីឲ្យឈ្មោះរបស់ពួកគេលែងមានលក្ខណៈរុស្ស៊ីនោះនឹងអាចធ្វើឲ្យពួកគេងាយប្រឈមទៅនឹងការរើសអើងរហូតដល់ត្រូវបាត់បង់ការងារគ្មានប្រាក់ចំណូលចិញ្ចឹមគ្រួសារនៅក្នុងប្រទេសនៅទីបំផុតទៅឆ្នាំងបាយនៅតែសំខាន់ជាងឈ្មោះហើយនឹងមោទនភាពស្នេហាជាតិនិយម